ស៊ូបងស្រីស្អាតមានដៃគូគិតថាចេះធ្វើម្ហូបសិនចាំមានឬមួយក៏មានសិនចាំចេះធ្វើម្ហូបក្រោយចេះធ្វើសិនចាំមានចេះធ្វើសិនចាំមានហ៎ខ្ញុំឲ្យបងរើសយកម្ហូបខ្មែរមួយមុខហើយរាប់គ្រឿងផ្សំធ្វើម៉េចឲ្យទៅចេញម្ហូបខ្មែរដែលបងស្រឡាញ់ហ្នឹងម្ហូបដែលស្រួលបំផុតគឺស្ងោរជ្រូកមាន់ស្ងោរជ្រូកមាន់ឥឡូវបងអាចរាប់គ្រឿងផ្សំស្ងោរជ្រូកមាន់បានអត់ដើម្បីឲ្យស្ងោរជ្រូកមាន់យើងមានក្លិនឈ្ងុយហើយឆ្ងាញ់គឺយើងត្រូវជំហានដំបូងហ្នឹងគឺត្រូវមានម្ដេងគល់លឹកគ្រៃក្រូចសើចដើម្បីបាត់ក្លិនដើម្បីឲ្យវាឆ្ងាញ់ឈ្ងុយអីចឹងណាហើយអត់ពិបាកគឺស្ករប៊ីចេងអំបិលរ៉ូឌីជាការស្រេចហើយយើងភ្លក់ទៅជាមួយនឹងទឹកប្រៃប្រទេសហ្នឹងគឺអែមហ្មងចុះអត់មានសាច់មាន់ទេចឹងមានបើមិនអត់មានរាប់សាច់មាន់ហ៎ផ្លេចមែនដាក់ផ្លេចសាច់មាន់មួយទៀតអូខេមានតែប៉ុណ្្នឹងឯងបងប៉ុណ្ណឹងអូខេជាតិអីជីស្ងោរជ្រូកជីស្ងោរជ្រូកជីអំបងជីអាណាស្លឹកខ្ទឹមប៉ុណ្ណឹងគឺចេញស្ងោរជ្រូកហ្មងយេអាហ្នឹងជីស្ងោរជ្រូកក្រូចឆ្មាមួយទៀតក្រូចឆ្មាមួយទៀតត្រូវក្រូចមានផ្សំចុះផ្សំឡើងចេញជាប្រហើនដែរចេញចលាយទៅជាចាប់ចាយអ្នកនរគ្នាជួយខមមិនផងតើបងរាប់គ្រឿងផ្សំប៉ុណ្ណឹងអាចចេញជាស្ងោរជ្រូកសាច់មាន់បានអត់លោកស៊ូបងស្រីស្អាតមានដៃគូគិតថាចេះធ្វើម្ហូបសិនចាំមានឬមួយក៏មានសិនចាំចេះធ្វើម្ហូបក្រោយចេះធ្វើសិនចាំមានចេះធ្វើសិនចាំមានហ៎ខ្ញុំឲ្យបងរើសយកម្ហូបខ្មែរមួយមុខហើយរាប់គ្រឿងផ្សំធ្វើម៉េចឲ្យទៅចេញម្ហូបខ្មែរដែលបងស្រឡាញ់ហ្នឹងម្ហូបដែលស្រួលបំផុតគឺស្ងោរជ្រូកមាន់ស្ងោរជ្រូកមាន់ឥឡូវបងអាចរាប់គ្រឿងផ្សំស្ងោរជ្រូកមាន់បានអត់ដើម្បីឲ្យស្ងោរជ្រូកមាន់យើងមានក្លិនឈ្ងុយហើយឆ្ងាញ់គឺយើងត្រូវជំហានដំបូងហ្នឹងគឺត្រូវមានម្ដេងគល់លឹកគ្រៃក្រូចសើចដើម្បីបាត់ក្លិនដើម្បីឲ្យវាឆ្ងាញ់ឈ្ងុយអីចឹងណាហើយអត់ពិបាកគឺស្ករប៊ីចេងអំបិលរ៉ូឌីជាការស្រេចហើយយើងភ្លក់ទៅជាមួយនឹងទឹកប្រៃប្រទេសហ្នឹងគឺអែមហ្មងចុះអត់មានសាច់មាន់ទេចឹងមានបើមិនអត់មានរាប់សាច់មាន់ហ៎ផ្លេចមែនដាក់ផ្លេចសាច់មាន់មួយទៀតអូខេមានតែប៉ុណ្្នឹងឯងបងប៉ុណ្ណឹងអូខេជាតិអីជីស្ងោរជ្រូកជីស្ងោរជ្រូកជីអំបងជីអាណាស្លឹកខ្ទឹមប៉ុណ្ណឹងគឺចេញស្ងោរជ្រូកហ្មងយេអាហ្នឹងជីស្ងោរជ្រូកក្រូចឆ្មាមួយទៀតក្រូចឆ្មាមួយទៀតត្រូវក្រូចមានផ្សំចុះផ្សំឡើងចេញជាប្រហើនដែរចេញចលាយទៅជាចាប់ចាយអ្នកនរគ្នាជួយខមមិនផងតើបងរាប់គ្រឿងផ្សំប៉ុណ្ណឹងអាចចេញជាស្ងោរជ្រូកសាច់មាន់បានអត់លោកស៊ូបងស្រីស្អាតមានដៃគូគិតថាចេះធ្វើម្ហូបសិនចាំមានឬមួយក៏មានសិនចាំចេះធ្វើម្ហូបក្រោយចេះធ្វើសិនចាំមានចេះធ្វើសិនចាំមានហ៎ខ្ញុំឲ្យបងរើសយកម្ហូបខ្មែរមួយមុខហើយរាប់គ្រឿងផ្សំធ្វើម៉េចឲ្យទៅចេញម្ហូបខ្មែរដែលបងស្រឡាញ់ហ្នឹងម្ហូបដែលស្រួលបំផុតគឺស្ងោរជ្រូកមាន់ស្ងោរជ្រូកមាន់ឥឡូវបងអាចរាប់គ្រឿងផ្សំស្ងោរជ្រូកមាន់បានអត់ដើម្បីឲ្យស្ងោរជ្រូកមាន់យើងមានក្លិនឈ្ងុយហើយឆ្ងាញ់គឺយើងត្រូវជំហានដំបូងហ្នឹងគឺត្រូវមានម្ដេងគល់លឹកគ្រៃក្រូចសើចដើម្បីបាត់ក្លិនដើម្បីឲ្យវាឆ្ងាញ់ឈ្ងុយអីចឹងណាហើយអត់ពិបាកគឺស្ករប៊ីចេងអំបិលរ៉ូឌីជាការស្រេចហើយយើងភ្លក់ទៅជាមួយនឹងទឹកប្រៃប្រទេសហ្នឹងគឺអែមហ្មងចុះអត់មានសាច់មាន់ទេចឹងមានបើមិនអត់មានរាប់សាច់មាន់ហ៎ផ្លេចមែនដាក់ផ្លេចសាច់មាន់មួយទៀតអូខេមានតែប៉ុណ្្នឹងឯងបងប៉ុណ្ណឹងអូខេជាតិអីជីស្ងោរជ្រូកជីស្ងោរជ្រូកជីអំបងជីអាណាស្លឹកខ្ទឹមប៉ុណ្ណឹងគឺចេញស្ងោរជ្រូកហ្មងយេអាហ្នឹងជីស្ងោរជ្រូកក្រូចឆ្មាមួយទៀតក្រូចឆ្មាមួយទៀតត្រូវក្រូចមានផ្សំចុះផ្សំឡើងចេញជាប្រហើនដែរចេញចលាយទៅជាចាប់ចាយអ្នកនរគ្នាជួយខមមិនផងតើបងរាប់គ្រឿងផ្សំប៉ុណ្ណឹងអាចចេញជាស្ងោរជ្រូកសាច់មាន់បានអត់